ចំណុចមួយដែលគេនិយាយថាទំនួលខុសត្រូវបងប្អូនជឿថាទំនួលខុសត្រូវពិតជាមានសារៈសំខាន់ឬក៏វាផ្ដល់នូវគុណតម្លៃអ្វីខ្លះសម្រាប់បុគ្គលម្នាក់ៗណាបាទមិនថាអ្នកណាក៏ដោយនៅពេលដែលយើងមានទំនួលខុសត្រូវកិច្ចការរបស់យើងគឺប្រកបទៅដោយគុណភាពនិងលទ្ធផលល្អហើយកាលណាដែលយើងអត់មានទំនួលខុសត្រូវវានឹងធ្វើឲ្យការងាររបស់យើងមិនសូវជាយកចិត្តទុកដាក់មិនសូវជាមាន result ល្អទេអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយតាក់ទងនឹងទំនួលខុសត្រូវក្នុងនាមយើងជាបុគ្គលិកម្នាក់យើងដាច់ខាតរាល់កិច្ចការទាំងអស់យើងត្រូវមានការយកចិត្តទុកដាក់ទំនួលខុសត្រូវក្នុងការបំពេញក្នុងការធ្វើណាបាទនៅពេលដែលថ្នាក់ដឹកនាំផ្ដល់ការងារអ្វីមួយឲ្យយើងចាំបាច់ត្រូវតែបំពេញវាឲ្យបានល្អយកចិត្តទុកដាក់ក្នុងការធ្វើវាជាជាងការបង្កើតនៅលេសយ៉ាងម៉េចនៅពេលដែលថ្នាក់ដឹកនាំដាក់ឲ្យមេអើយធ្វើមិនកើតទេមេអើយបញ្ហានេះមេអើយបញ្ហានោះទាំងអស់ហ្នឹងហើយវានឹងជាអត្តពលទៅលើ performance ការងាររបស់យើងក៏ដូចជា result និងទំនុកចិត្តផងដែរបាទនៅពេលដែលថ្នាក់ដឹកនាំដាក់ការងារយើងហើយយើងបែរជាមិនបានទទួលនិងធ្វើវាឲ្យបានល្អទេបែរជាយើងមានលេសច្រើនយើងអត់ព្យាយាមសួររកដំណោះស្រាយប៉ុន្តែយើងនិយាយពីបញ្ហាក្នុងនាមយើងជាបុគ្គលិកមិនថាផ្នែកណាឬក៏តួនាទីណាទេនៅពេលដែលថ្នាក់ដឹកនាំដាក់ការងារឲ្យយើងចំណុចដែលយើងត្រូវធ្វើគឺយើងត្រូវទទួលហើយយើងសួរពីគោលបំណងអ្វីដែលថ្នាក់ដឹកនាំចង់បានធ្វើបែបណាដើម្បីឲ្យការងារហ្នឹងប្រកបទៅដោយរលូនមានប្រសិទ្ធភាពហើយទាន់ពេលវេលាអញ្ចឹងយើងព្យាយាមធ្វើវាកន្លែងណាដែលយើងអត់យល់កន្លែងណាដែលយើងអត់ដឹងយើងសួរនាំបន្ថែមថាកន្លែងនេះមេគួរធ្វើយ៉ាងម៉េចឬក៏មេចង់បានយ៉ាងម៉េចដើម្បីខ្ញុំងាយស្រួលក្នុងការបំពេញវាយើងធ្វើអីក៏ដោយនៅពេលដែលយើងមានទំនួលខុសត្រូវគឺមនុស្សជុំវិញយើងគឺគេផ្ដល់តម្លៃផ្ដល់ក្តីស្រឡាញ់ការគោរពការឲ្យតម្លៃមកយើងនៅពេលដែលគេដាក់ការងារយើងហើយយើងធ្វើប្រកបដោយទំនួលខុសត្រូវយកចិត្តទុកដាក់ច្បាស់ណាស់គឺគេចូលចិត្តគេថាបងអូនគឺធ្វើការល្អយកចិត្តទុកដាក់មានទំនួលខុសត្រូវខិតខំប្រឹងប្រែងអញ្ចឹងទៅអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំចង់និយាយតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាយល់ថាមានចំណុចអីផ្សេងទៀតអាច comment នៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយ